cả nấy đã đây là pu miên vừa sai chắc vừa sai cả sẽ có trẻ vừa chùm rò nắng ọt ấy để còn ai từ bà này vẫn vừa sân chơi khác còn vừa tại dạ pv anh tầm mùi rồi còn vừa ấy mối còn ai bị chóm hai ni phải đây nông cả này đại u thì họ lấy việc bị phục lô của prai pro lấy chắc ạ sẽ tầm pa hai ni phải nào mỗi thời còn lẹ chuẩn nổ ta pi khang từ nia kia với những ai thưa ấy bản những ai chui còn chẳng bạch bản បាទតកតងមួយថាតើយើងកំពុងតែធ្វើរបរសុកស្រាប់តែចៃដន្យអីវាមានបញ្ហាជាមួយនឹងមុខរបរថាតើរាល់ថ្ងៃនេះគ្រឹះស្ថានធនាគារនិងរញ្ញធុនឹងគាត់អាចធ្វើបីបាននោះមែនតែនតកតងជាមួយនឹងការផ្ដល់កម្ចីរបស់ធនាគារ KB ប្រសាទៅដល់ខាងប្រជាជនយើងមិនសម្លឹងមើលតែរបរឬក៏ប្រភពចំណូលរបស់បងប្អូនប្រជាជនហ្នឹងតែមួយមុខទេអ្វីដែលយើងតែងតែធ្វើកន្លងមកគឺក្រៅពីចំណូលពីកសិកម្មគឺយើងបណ្ឌិតមើលថាតើនៅក្នុងក្រុមគ្រួសាររបស់គាត់ហ្នឹងមានប្តីមានប្រពន្ធឬក៏កូនឬក៏អ្នកដែលរកចំណូលនៅក្នុងគ្រួសារហ្នឹងគាត់មានរបរអីបន្ថែមទៀតបាទអញ្ចឹងមុននឹងទៅដល់ថាតើបញ្ហាស្ថានភាពដែលវាកើតឡើងហ្នឹងគឺមែនតែនទៅគឺយើងផ្ដល់ជំរឿសនៅក្នុងការសងរបស់កម្ចីហ្នឹងគឺច្រើនប្រភេទមែនតែនបាទមានទាំងដើមការប្រចាំខែមានទាំងដើមរាល់2ខែម្ដង3ខែម្ដង4ខែម្ដងរហូតដល់6ខែម្ដងឬក៏សងការតិចដើមទម្លាក់លើកទី1ហើយនឹងទម្លាក់លើកចុងក្រោយចប់ហ្នឹងក៏មានដែរអញ្ចឹងអាហ្នឹងគឺលទ្ធភាពហេតុអីបានយើងធ្វើឲ្យមានការសងត្រឡប់ទៅវិញនឹងនៅក្នុងជំរឿសច្រើនគឺដើម្បីសម្រួលទៅដល់បងប្អូនប្រជាជនរបស់យើងដែលគាត់ជាកសិករចុះបើសិនជាស្ថានភាពនឹងវាចេះតែកើតឡើងដោយយើងបានឃើញកន្លងមកអញ្ចឹងមានកូវីដផងមានរឿងបញ្ហាចំនួនព្រំដែនផងអីលាក់នឹងលាក់ទៅធ្វើឲ្យប្រភពចំណូលយើងឥឡូវមកដល់ឥឡូវទៀតរហូតដល់ប្រេងឥន្ធនៈនេះឡើងថ្លៃខ្លាំងចឹងខាងធនាគារគឺយើងមានច្រើនជំរើសដែលផ្ដល់ជូនទីមួយយើងមកពិភាក្សាគ្នាឡើងវិញថាតើឥឡូវហ្នឹងស្ថានភាពមុខរបរគាត់ហ្នឹងដល់កន្លែងណាហើយបាទអ្នកខ្លះឮតែគេហៅថារៀបចំកម្ចីឡើងវិញគាត់ទៀមទាភ្លាមថាខ្ញុំសូមធ្វើការរៀបចំកម្ចីឡើងវិញដែរប៉ុន្តែយើងអត់បានគិតថាតើបើសិនជារៀបចំកម្ចីឡើងវិញទៅវាអាចនឹងមានផលប៉ះពាល់អីខ្លះបើសិនជាខ្លួនយើងនៅមានសមត្ថភាពនៅក្នុងការសងនៅឡើយបាទនឹងដូចយើងទាំងអស់គ្នាបានលើកឡើងមិញអញ្ចឹងតាក់ទងមួយប្រវត្តិនៅក្នុងការសងត្រឡប់ទៅវិញឬក៏មធ្យោបាយនៅក្នុងការទទួលបានកម្ចីតទៅទៀតនៅថ្ងៃមុខមានលក្ខណៈងាយស្រួលហ្នឹងគឺប្រហែលជាអាចមានការលំបាកខ្លះអញ្ចឹងមែនតើបើសិនជាយើងពិតជារងគ្រោះដោយសារតែមុខរបរដែលបង្កឡើងដោយផលប៉ះពាល់អីផ្សេងៗដូចខ្ញុំរៀបរាប់ពីខាងដើមមិញពីខាងគ្រឹះស្ថានធនាគារនៅពេលបច្ចុប្បន្ននេះគឺយើងអាចរៀបចំកម្ចីឡើងវិញបានបាទជូនទៅដល់បងប្អូនប៉ុន្តែដូចជំរាបជូនដដែលអញ្ចឹងបើសិនជាយើងពជាពេលកាន់តែច្រើនមិនមែនមានន័យថាយើងអត់បាត់បង់កាតព្វកិច្ចនៅក្នុងការសងទៅធនាគារឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេគឺនៅតែសងដដែលហើយវានាំឲ្យយើងខាតពេលវេលាសម្រាប់ធ្វើការបង្វិលទុនហ្នឹងដើម្បីខ្ចីបន្ថែមឬមួយក៏បង់បញ្ចប់ទៅដើម្បីបន្តការវិនិយោគអីផ្សេងលក្ខណៈបើសិនជាយើងត្រូវការតែបើសិនជាយើងមានលទ្ធភាពខ្លួនឯងអញ្ចឹងយើងអាចគួរតែបង់ឬក៏ធ្វើការពិភាក្សាជាមួយនឹងខាងគ្រឹះស្ថានដើម្បីរកផ្លូវមួយដ៏សមស្របសម្រាប់មុខរបរផ្ទាល់ខ្លួនរបស់យើងនីមួយកុំឲ្យសម្លឹងឃើញថាអូខាងនោះគាត់ធ្វើបានយើងទៅតាមគេដែរអាហ្នឹងវាមិនជាមធ្យោបាយល្អទេបាទ